សួស្តីបងប្អូនអរគ្នាឥឡូវមកមើលខ្ញុំដាំដំណាំតិចមើលបងប្អូនខែនេះមានអីធ្វើទេមានតែដាំដំណាំតិចតួចទុកសម្រាប់ហូបទេបងប្អូនហ្នឹងហើយខ្ញុំឆ្លៀតធ្វើដីយកមកច្រកជីក្នុងថង់ទៅយើងយកមកដាំបដោះវាចោលសិនណាបងប្អូនហ្នឹងហើយនេះឬក៏ក្នុងថូអីចឹងទៅនេះខ្ញុំដាក់ដីមកថ្ងៃលេជីបន្តិចតួចមកឲ្យខ្មៅតិចមកឲ្យផូតិចមកខ្ញុំក៏ធ្វើការដាំអីគេដូចជាស្លឹកខ្ទឹមស្លឹកអីណាបងប្អូនស្លឹកខ្ទឹមហើយស្លឹកម្អមអីទុកសម្រាប់ត្រូវការអីចឹងណាខ្ញុំដាំក្នុងថូនេះដោយសារតែនៅដីវាជ្រាយចឹងបងប្អូនខែនេះយើងតាមការដែលគេដាំដំណាំដាំអីហ្នឹងគឺគេនេះខែភាសាគេលើករងឲ្យខ្ពស់បងប្អូនហ្នឹងហើយបើខែប្រាំងគេដាក់រៀងស្មើបន្តិចបងប្អូនហ្នឹងហើយប៉ុន្តែដោយសារតែខ្ញុំគ្មានដីគ្មានអីបងប្អូនដីវាទូចអីចឹងណាខ្ញុំក៏ដាំនឹងអានេះសិនយកបដាំនឹងថោឬក៏ផើងអីសិនណាបងប្អូនហ្នឹងហើយផ្សំនឹងថង់អីសិនទៅឲ្យវាចាប់រឹសល្អល្អរួចចាំយើងធ្វើកន្លែងមកហ្នឹងហើយធ្វើកន្លែងមកយើងដាក់តាមរងក៏បានដែរបងប្អូនឬក៏យើងដាក់ថង់ដាក់ថោនេះរហូតក៏បានបងប្អូនឲ្យត្រូវទឹកទៅបានហូបបដើអញ្ចឹងតែវាមិនទៅបែកគុំល្អអញ្ចឹងណាប៉ុន្តែឃើញគេដាំរបស់ហូបតូចតាចអញ្ចឹងគេដាក់ក្នុងថោក៏មិនអីដែរបងប្អូនអើយហ្នឹងហើយក៏វាបានផលហូបដែរហ្នឹងហើយដំណាំខ្លះវាដាក់ក្នុងថោក៏ល្អហ្នឹងហើយដំណាំខ្លះដាក់ក្នុងថោអត់ទៅល្អទេបងប្អូនវាចង់វាស្រូបដីច្រើនពេកហ្នឹងហើយក៏ខ្ញុំធ្វើដាក់ការដាំអីចឹងទៅបងប្អូននេះវីដេអូខ្ញុំមានតែវីដេអូដាំដំណាំហ្នឹងឯងបងប្អូនដោយសារតែខែនេះខែដាំដុះហើយបងប្អូនហើយម្យ៉ាងទៀតយើងធ្វើការដាំខ្លួនឯងទៅទុកញ៉ាំខ្លួនឯងទៅវាងាយស្រួលផងបងប្អូនហ្នឹងហើយយើងមិនភ័យឲ្យប៉ះពាល់អីគីមីអីផ្សេងបងប្អូនហ្នឹងហើយយើងទិញរបស់គេក៏យើងមិនដឹងថាគេដាក់អីហ្នឹងហើយម្ល៉េះហើយពិបាកណាស់បងប្អូនការពិតទៅមានរបស់នេះហើយបងប្អូនមានរបស់មានដីដាំហើយមានរបស់ដាំសម្រាប់ដាំហើយបើយើងមិនដាំទៅវាមិនកើតបងប្អូនទ្រាំពិបាកទ្រាំហត់ទៅដើម្បីជោគជ័យអីគេជោគជ័យថតវីដេអូធ្វើដាំការដាំដំណាំហ្នឹងបងប្អូនដោយសារតែការដែលធ្វើការដាំដំណាំដាំតំណោយអីនេះគឺបានមួយคลิปពីរคลิปដែរបងប្អូនទ្រាំតែធ្វើរួចដាក់កាមេរ៉ាចោលបងប្អូនកុំឲ្យខាតពេកខាតវេលាក្នុងការដែលខ្ញុំថតចោលនេះគឺមិនមែនថតមិននេះទេបងប្អូនគឺថតឲ្យទៅមើលដែរបងប្អូនបើសិនជាវីដេអូនឹងអត់មានអ្នកមើលខ្ញុំក៏មិនទៅផុសដែរបងប្អូនប៉ុន្តែដោយសារតែការងារនេះគឺជាការងារដែលខ្ញុំធ្វើម្ល៉េះហើយខែនេះខ្ញុំមិនដឹងថាធ្វើអីបងប្អូនខ្ញុំក៏ធ្វើដីដាំដំណាំបន្តិចតួចទៅបងប្អូននេះខែនេះហើយបងប្អូនហ្នឹងហើយបើសិនជាខែទីទៀតហ្នឹងទឹកជន់លិចអស់បងប្អូនហ្នឹងហើយសម្រាប់ដីទៀបតែបើដីទួលគេដាំគូប្រាំងគូភាសានេះចំណែកខ្ញុំចិត្តតែផ្សំកូនដំណាំឲ្យវាដុះសិនបងប្អូនហ្នឹងហើយខ្ញុំយកទៅដាំនៅខាងនោះអញ្ចឹងណាហ្នឹងហើយអានេះកំពុងតែរលាយលបាយដីជាមួយអាជីខ្មៅនេះអាជីខ្មៅនេះបន្ថែមបងប្អូនហើយខ្ញុំបានដាក់ជាវីដេអូoriginal ទេបងប្អូនដោយសារតែខ្ញុំពេលហ្នឹងគឺគេចាក់បាសបងប្អូនចាក់បាសទៅយើងខ្លាចខុសគោលការណ៍ហ្នឹងហើយចុកពីរាយដាក់ចប់រឿងចប់ភ្លេងអញ្ចឹងណាហើយខ្ញុំសុខចិត្តយកមក review បងប្អូនយកមកនិយាយតាមក្រោយបងប្អូននេះខ្ញីបងប្អូនខ្ញីទិញមកទុកឡើងដុះហើយបងប្អូនខ្ញុំក៏ទំនេរខ្ញុំឆ្លៀតដាំនេះដាំនោះចោលបងប្អូននេះខ្ញីនេះក៏ពិតយកទៅដាំនៅដីបានបែកគុំល្អបងប្អូនតែខ្ញុំផ្សំវាឲ្យវាលាស់សិនឲ្យវាលាស់ធំមានរឹសមានអីសិនហ្នឹងហើយចាំយើងយកទៅដាំទៀតក៏មិនហួសពេលដែរហ្នឹងហើយចាំយើងដកចេញពីថង់មកយកទៅដាំឯនោះក្រោយផ្ទះនោះបងប្អូនហ្នឹងហើយខ្ញុំមកធ្វើការច្រកថង់ច្រកដីចូលថង់ដើម្បីដាក់ដំណាំដំណោយខ្លះអញ្ចឹងណាបងប្អូននេះខ្ញុំច្រកដាក់ថង់ផងដាក់ថោផងបងប្អូនអានេះខ្ញុំទៅរកអីទេបងប្អូន
កាមេរ៉ាដាក់ចោលហើយសារតែកម្មភាពយើងធ្វើផងអីចឹងទៅក៏ដាក់កាមេរ៉ាចោលបងដោយសារតែវីដេអូវាច្រើនហើយវីដេអូហ្នឹងយើងផុសទៅអត់អស់លុយណាបងយើងធ្វើការថតទៅមិនអស់លុយណាគាត់ចំណាយពេលខ្លះប៉ុណ្ណឹងឯងម្ល៉េះហើយធ្វើអ្វីដែលមិនអស់លុយធ្វើអ្វីដែលចំណាយតិចអីចឹងទៅនេះខ្ញុំអត់ទៅនេះយកវីដេអូពីគេអីទេបងយើងធ្វើ original ទៅគ្រាន់បានពេលគ្រប់គោលការណ៍ទៅវាងាយស្រួលណាបងប្អូនហ្នឹងហើយមិនបាក់ភ័យខ្លាចជាប់ copyright អីញ៉ៃយ៉ាងទៀតអានេះខ្ញុំទៅយកចានមកជោគដីដាក់ក្នុងថងទុកដាំអីខ្លះអញ្ចឹងណាដូចជាខ្ញុំទិញស្លឹកខ្ទឹមនោះប្រហែល 2000 មកយកមកទុកដាំរួចហើយមិញញ៉ានេះដល់វគ្គខ្ញីម្ដងខ្ញីទិញទុកស្លទេប៉ុន្តែអត់បានស្លទុកនឹងដោះបងប្អូនខ្ញីហ្នឹងខ្ញីឬក៏បល័យដែរបងប្អូនអើយច្រឡំតែគ្នាសោះពីហ្នឹងតែបើគេហិតក្លិនដឹងថាជាខ្ញីឬក៏ជាដែងខ្ញីឬក៏បល័យអីចឹងណាហិតក្លិនដឹងខ្ញុំប្រហើយអាកន្លែងធ្វើដីដាក់ដាំដំណាំតិចបងប្អូនដោយសារតែខែនេះវាសើមដីពេកបងប្អូនយើងដាក់នឹងដីផ្ទាល់ដីវាសើមដីទៅអត់ល្អដូចជាម្រះព្រឺខ្ញុំស្លោកអស់ហើយបងប្អូនដោយសារតែវាជ្រោកទឹកពេកហ្នឹងបងប្អូនជ្រោកទឹកផ្លេកពេកហ្នឹងស្លោកអស់ទៅខ្ញុំក៏ធ្វើការដាក់នេះនឹងថងទុកសិនបងប្អូនពេលមានតំណាំតំណោយមកយើងបដោះយកដាក់ក្នុងថងហ្នឹងដាក់ត្រាំចោលបដោះបងប្អូនអានេះខ្ញុំធ្វើដីបានតិចហ្នឹងហើយបានតិចដាក់ក្នុងថងតិចទៅវីដេអូធ្វើដាក់ការដាំដំណាំអីចឹងខ្ញុំធ្វើវីដេអូវែងដាក់ក្នុង channel YouTube បងប្អូនមិនដឹងថាមានអ្នកមើលឬអត់មើលទេប៉ុន្តែខ្ញុំត្រូវតែធ្វើផុសអញ្ចឹងណាហ្នឹងហើយដើម្បីឲ្យមានវីដេអូផុសរៀងរាល់ថ្ងៃអញ្ចឹងហើយម្ល៉េះហើយយើងធ្វើអីផុសអត់ចេះអ្វីធ្វើអានឹងទៅហ្នឹងហើយខ្ញុំមិនចេះអីទេជំនាញអីទេបងប្អូនមើលខាងដាំដំណាំខ្ញុំជំនាញបងប្អូនហ្នឹងហើយជំនាញដែរខាងដាំដំណាំប៉ុន្តែដាំបានមិនដឹងទេបងប្អូនអានេះ8 នាទីហើយវីដេអូខ្ញុំទៅ9 10 នាទីហ្នឹងឯងបងប្អូនខ្ញុំធ្វើនេះធ្វើអាកន្លែងនេះកន្លែងនេះខ្ញុំតាមខ្ទឹមមិនតាន់អស់បងប្អូនស្មានអស់ហើយនៅវគ្គទៀតបងប្អូននេះនៅថែមដីធ្វើទៀតបងប្អូនដោយសារតែវានេះវាអត់គ្រប់ហ្នឹងហើយដូចជាសាបក្របអីចឹងណាហ្នឹងហើយខ្ញុំក៏ធ្វើការជោគដីដាក់បងប្អូនហ្នឹងហើយដើម្បីឲ្យវាឆាប់រួចការពិតវីដេអូនេះខ្ញុំថតឡើង3វីដេអូបងប្អូនហ្នឹងហើយ3វីដេអូគាត់តាមតំណាំខ្ញុំថតឡើង3វីដេអូបងប្អូននេះផុសមុនគេហ្នឹងហើយនេះខ្ញុំពងយកជីមកហែកនេះបងប្អូនជីហ្នឹងដឹងល្អឬមិនល្អទេបងប្អូនដោយសារតែធ្លាប់ឃើញគេប្រើនឹងហើយក៏យកមកទិញមកទៅជីហ្នឹងខ្ញុំលាយជាមួយអាដីតិចឲ្យវាធូរដីអញ្ចឹងណាហ្នឹងហើយកាយត្រឡប់ឡើងត្រឡប់ចុះណាបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្ណេះឯងបងប្អូនហ្នឹងហើយនាំគ្នាដាំលេងទៅបងប្អូនបន្លែធម្មជាតិហ្នឹងហើយងាយស្រួលញ៉ាំងាយស្រួលរកដាំជុំវិញផ្ទះហ្នឹងបងប្អូនអរគុណច្រើន